បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំចង់បង្ហាញគ្នាយើងតាក់ទងជាមួយនឹងការកាត់នៅ background របស់ object ឬក៏រូបភាពដែលមានលក្ខណៈស្មុគស្មាញដូចជានៅក្នុងរូប sample នេះអញ្ចឹងខ្ញុំនឹងប្រាប់គ្នាយើងថាធ្វើម៉េចដើម្បីកាត់នៅ background របស់រូបភាពដើមឈើមួយនេះអូខេអញ្ចឹងខ្ញុំទៅបង្ហាញគ្នាយើងចាប់ពីដំបូងឡើងតែម្ដងខ្ញុំលុបវាចោលសិនចឹងខ្ញុំមានរូបភាពដើមឈើបែបនេះហើយខ្ញុំចង់កាត់បដូរនៅផ្ទៃ background ខាងក្រោយផ្ទៃមេឃនៅក្នុងចន្លោះដើមឈើហ្នឹងចឹងទីមួយយើងឈរមកលើរូបភាពរបស់យើងឬក៏ object ណាដែលយើងចង់កាត់ហ្នឹងមកគ្នាយើងចុចកន្លែង layer ហ្នឹងមក layer panel ហ្នឹងហើយគ្នាយើងរកមើលពាក្យថា channel ណាកន្លែង channel នេះនេះដោយសារខ្ញុំ copy មុនហ្នឹងទេឥឡូវខ្ញុំលុបចោលវិញចឹងនៅពេលដែលគ្នាយើងចូលគ្នាយើងឈរនៅលើ channel ហ្នឹងមកវានឹងបង្ហាញមក4ផ្ទាំងបែបនេះអញ្ចឹងគ្នាយើងឃើញនៅកន្លែងនេះមាន blue គ្នាយើងអាច copy layer ហ្នឹងមួយមកចុចវាចោលអូសតម្លាក់មកលើសញ្ញាបូកនេះមកបាទអានេះយើងបាន layer copy មួយយើងឈរទៅលើ layer មួយហ្នឹងហើយគ្នាយើងចុច control អក្សរ L ណា control អក្សរ L control L វានឹងបង្ហាញផ្ទាំង panel មួយនេះ level មួយនេះណាអញ្ចឹងតោះហ្នឹងគ្នាយើងសេរីធ្វើម៉េចឲ្យ object ឬក៏រូបភាពរបស់យើងហ្នឹងមាននេះវាបែងចែកដាច់ពីគ្នាពណ៌សនិងពណ៌ខ្មៅអញ្ចឹងខ្ញុំទាញដល់ចំណុចនេះដើម្បីឲ្យ object របស់យើងបដូរពណ៌អូខេអញ្ចឹងយើងមើលទៅលើនឹងទៅផ្ទៃណាដែលបង្ហាញពណ៌សនេះគឺជាកន្លែងដែលយើងត្រូវកាត់ចេញណាផ្ទៃដែលបង្ហាញពណ៌ខ្មៅនេះអាកន្លែងនេះកន្លែងដែលយើងអត់ចង់កាត់បាទអញ្ចឹងសេរីមើលមកកម្រិតណាដែលសមរម្យមកហើយគ្នាយើងចុចអូខេបន្ទាប់ពីបានចឹងហើយគ្នាយើងអាចឈរទៅលើ layer ដែលយើងបាន copy មិញហើយគ្នាយើង click កន្លែងនេះដើម្បី select បាទអញ្ចឹងវានឹងឲ្យ select មកយើងបែបនេះគ្នាយើងបើកផ្នែក channel របស់យើងទាំងអស់វិញមកហើយយើងបិទផ្នែក channel ដែលយើងបាន copy មិញវិញណាហើយវាវិញមកយើងចូលទៅក្នុង layer អញ្ចឹងគ្នាយើងមើលទៅលើ select ហ្នឹងមក select ណាដែលយើងអត់ចង់បានឧទាហរណ៍ខាងក្រោមនេះវា select ដោយទាំងរូបស្មៅនេះយើងឃើញកន្លែងនេះវាដោយទាំងរូបស្មៅដែលយើងអត់ចង់កាត់ហ្នឹងអញ្ចឹងគ្នាយើងអាចប្រើប្រាស់នៅ selection tool របស់យើងមកណាហើយកន្លែងនេះយើងយកកន្លែងដកណា subtract មកនេះ deselect នៅផ្ទៃណាដែលយើងអត់ចង់បានយកមកកន្លែងនេះខ្ញុំអត់ចង់កាត់ចេញទេអញ្ចឹងខ្ញុំដក select ពីក្នុងនោះចេញឥឡូវយើងនៅសល់ select តែប៉ុណ្ណេះបន្ទាប់ពីបានអញ្ចឹងហើយគ្នាយើងត្រូវ right click ដើម្បី invert selection របស់យើងឈរទៅលើ tool select ហ្នឹងមកគ្នាយើង right click ឃើញពាក្យថា select inverse ចុចលើហ្នឹងហើយឈរទៅលើ layer ឬក៏ object របស់យើងគ្នាយើងចុចកន្លែង mask នេះវានឹង mask កាត់ចេញនៅ background ខាងក្រោយរបស់យើងចឹងគ្នាយើងមើលមកខ្ញុំឧទាហរណ៍ខ្ញុំលុបចោលសិននេះណារូបដើម control Z អានេះជាម៉ាស់ដែលទទួលបានបាទអញ្ចឹងនៅក្នុងវីដេអូរបស់យើងមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត